នីតិថ្ងៃថ្មីជីវិតថ្មីរីស័យខ្ពស់បាទតាមរយៈនីតិថ្ងៃថ្មីជីវិតថ្មីរីស័យខ្ពស់អស់លោកនាងកញ្ញាបានលន់មកកោតសរសើរពីការទូទាយជោគជតារិស័យតាមរយៈវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីនេះគឺត្រូវបានរៀបចំអត្ថាធិប្បាយទូទាយលម្អិតពិស្ដារពីខ្ញុំបាទលោកគ្រូវិជ័យហិរាកម្មាទឹកសុកឧត្តមបាទពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែឆាកជីវិតរបស់អស់លោកនាងកញ្ញាមានការប្រែប្រួលជួនកាលអស់លោកនាងកញ្ញាខ្លះកំពុងតែមានរិស័យឡើងស្រាប់តែត្រូវបានជួបប្រទះនឹងភ័យន្តរាយផ្សេងបាត់បង់អាយុជីវិតឬមួយក៏បាត់បង់រលាយអស់នៅទ្រព្យផ្សេងដែលคล้ายខ្លួនទៅជាអ្នកក្រត្រឹមតែមួយពើព្រិចភ្នែកក៏អាចថាបានជួនកាលភរិយាឬមួយក៏ប្តីប្រពន្ធដែលរួមរស់ជាមួយគ្នារាប់ឆ្នាំស្រាប់ត្រូវគម្លាតឃ្លាតចាកឆ្ងាយពីគ្នាទៅផិតក្បត់ដោយប្រការណាមួយឬមួយក៏ត្រូវមានជំងឺហើយក៏ត្រូវបាត់បង់នៃជីវិតដោយគ្មានថ្ងៃវិលត្រឡប់ធ្វើឲ្យដំណើរជីវិតរបស់បុគ្គលគ្រប់រូបរស់នៅលើផែនដីនេះមានការភ័យព្រួយកង្វល់ខ្វល់ខ្វាយលាយឡំជាមួយនឹងភាពច្របូកច្របល់សប្បាយរីករាយទុកសោកហាក់បីដូចជាសម្លកកូរដែលត្រូវផ្សំគ្រប់រសជាតិតែម្ដងប៉ុន្តែអស់លោកនាងមានឱកាសនេះស្រាប់តែមានដំណឹងមួយគួរឲ្យភ័យរន្ធត់ខ្លោចផ្សាជាទីបំផុតតាមរយៈបំផាំងព័ត៌មាននៃឆ្នាំរកាដែលត្រូវបានទូទាយជោគជតារិស័យថាត្រូវតែឆុងជាមួយឆ្នាំមមីបាទយ៉ាងហោចណាស់ក៏ 50% នៅក្នុងឆ្នាំ2026នេះបន្ទាប់ពីចូលឆ្នាំចិនឬមួយក៏ចូលឆ្នាំខ្មែរបើនិយាយតាមព្រំមាញ់ដែលត្រូវបានជម្រាបរៀបរាប់គឺក្រោយឬមួយក៏ក្នុងឱកាសចូលឆ្នាំខ្មែរដែលត្រូវទទួលបាននៅការឆុង 50%គ្រាន់តែលើប្រយោគនេះភ្លាមធ្វើឲ្យអស់លោកអ្នកនាងកញ្ញាមួយចំនួនធំបានលើកទូរស័ព្ទសាកសួរជាសំណួរមកកាន់ខ្ញុំលោកគ្រូវិជ័យហិរាកម្មាមទិបសុកឧត្តមយើងមិនប្រកែកឬមួយក៏បដិសេធឬមួយក៏ច្រានចោលទាំងស្រុងនៅសំឡេងឬមួយក៏នៅសំណៅដើមឬមួយក៏នៅការបញ្យលពីសំណាក់លោកគ្រូអ្នកគ្រូណាមួយឡើយក៏ប៉ុន្តែក្នុងនាមខ្ញុំជាលោកគ្រូវិជ័យហិរាកម្មាមទិបសុកឧត្តមត្រូវតែបានអត្ថាធិប្បាយបញ្យលជូនដល់អស់លោកអ្នកនាងកញ្ញាមិនមានការធ្វើឲ្យឃ្លោងឃ្លារបស់សម្ដីអ្នកប្រាជ្ញទាំងពីរប្រភេទនោះបាទប្រឆាចនអត្តន័យខ្លឹមសារដើមបានឡើយក៏ប៉ុន្តែគ្រាន់តែជម្រាបទៅអស់លោកអ្នកនាងកញ្ញាថាប្រសិនបើរុក្ខជាតិទាំងអស់នៅក្នុងពិភពលោកមានកម្ពស់ស្មើគ្នានោះយើងនឹងអាចជម្រាបថាគ្រប់តែឆ្នាំរកាទាំងអស់សុទ្ធតែឆុង 50% ឬមួយក៏ត្រូវបាត់បង់កិត្តិយសខ្លោចផ្សាជាទីបំផុតនោះដូច្នេះតើមានវិធីណាដែលអាចកម្ចាត់ឆុងឬមួយក៏ធ្វើឲ្យលោកនាងកញ្ញាស្ងប់អារម្មណ៍ពីនីតិរបស់ខ្ញុំបានទេសូមទទួលស្ដាប់ពីនីតិយើងរហូតដល់ពេលចប់សូមអស់លោកនាងដើរចេញចាក់ឆ្ងាយបាទងាយពេលនេះឆ្នាំរកាក៏បានវិលមកជួបអស់លោកនាងកញ្ញាហើយចាប់ពីថ្ងៃទី1ខែ2 2026តើអស់លោកនាងកញ្ញាត្រូវទទួលបានវាសនានិងរិស័យយ៉ាងដូចម្ដេចសូមយើងស្ដាប់ពីនីតិយើងដោយយកចិត្តទុកដាក់តាមរយៈថ្ងៃថ្មីជីវិតថ្មីរិស័យខ្ពស់នេះឆ្នាំរកាត្រូវទទួលបាននៅរិស័យល្អបង្គោលចូលកុំអស់សង្ឃឹមបាទចូលប្រឹងប្រែងស្មារតីតស៊ូប្រយុទ្ធបំពេញការងារបំពេញកាតព្វកិច្ចភារកិច្ចរបស់ខ្លួនជាប្រក្រតីរៀងរាល់ថ្ងៃកំបីតក់ស្លុតឡើយលេខសំណាងរបស់អស់លោកនាងកញ្ញាគឺលេខ718រួចផុតទុក្ខភ័យរួចអំពីចង្រៃអត្តបាតផ្សេងបាទអញ្ជើញshareចេញបេដងភ្លាមកុំកំណាញ់នៃការគ្រាន់តែចុចshareឡើយបើអស់លោកនាងកញ្ញាមិនចេះចុចshareទេអញ្ជើញសួរគេថាតើគេចុចរបៀបណាបាទនោះយើងនឹងត្រូវបានទទួលចំណេះដឹងមួយទៀតហើយពីព្រោះមានអស់លោកខ្លះបាននិយាយដោយផ្ទាល់ជួបជាមួយខ្ញុំបានតាមរយៈលេខទូរស័ព្ទដៃថាលោកគ្រូខ្ញុំចង់ចុចshareណាខ្ញុំចង់ចុច like ណាតែខ្ញុំមិនដឹងធ្វើយ៉ាងម៉េចបាទចូលមកទស្សវត្សឆ្នាំ2026នេះបាទហើយចូលមកក្នុងសតវត្សទី21នេះបាទចូលកាត់បន្ថយនៅភាពដែលមិនសូវចេះខ្លះទៅចោះបាទហើយជំនួសមកវិញនៅភាពចេះជាបណ្ដាគ្រាន់តែយើងមិនចេះយើងអាចសួរអ្នកដទៃឲ្យជួយប្រាប់ឬមួយក៏ជួយបញ្យល់នោះយើងចេះភ្លាមបាទដូច្នេះអស់លោកនាងកញ្ញាអញ្ជើញshareចេញបេដងភ្លាមតាមរយៈលេខសំណាង718រួចផុតទុក្ខភ័យជួបតែក្តីសប្បាយរីករាយមិនតែប៉ុណ្ណោះតាមរយៈនីតិថ្ងៃថ្មីជីវិតថ្មីរិស័យខ្ពស់អស់លោកនាងកញ្ញាត្រូវទទួលបាននូវចំណេះដឹងពុទ្ធិឲ្យតែអស់លោកនាងកញ្ញាស្ដាប់ដោយយកចិត្តទុកដាក់បាទកុំចង់បានខ្លីពេកការខ្លីពេកនោះគឺជាការគ្រាន់តែបញ្ចើតែប៉ុណ្ណឹងដើម្បីលុករបស់អ្វីផ្សេងរួចហើយមិនទទួលបានប្រយោជន៍អីទេស្ដាប់វែងបន្តិចតែទទួលបានផលតើគិតគូរយកមួយណាខ្ញុំនិយាយច្រើនស្អកកផងអស់ធម៌ពលផងខ្ញុំនៅតែព្យាយាមនិយាយបញ្យល
ដើម្បីចង់ឲ្យអស់លោកនាងកញ្ញារួចផុតអំពីស្រមោលអពមង្គលបាទគុំមានការក្រន់តែជាបង្អែមលៀងមាត់គុំក្រន់តែជាសត្វសេកដែលស្ដាប់តាមគេមួយពេលឬមួយក៏ក្រន់តែជាសត្វក្អែកពំផ្លែលវាអស់លោកនាងកញ្ញាយល់ថាពិតប្រាកដត្រូវស្ដាប់ហើយពិនិត្យពិចារណាបាទតើមួយណាដែលអាចយកជាខ្លឹមសារនិយមបានឆ្នាំរកាបើទោះបីជាអស់លោកនាងកញ្ញាសម្ដាប់ស្ដាប់ពីបំណក់ស្រ័យរបស់យើងខ្ញុំបាទរួចផុតអំពីការផិតភ័យខ្លះមួយចំនួនក៏ប៉ុន្តែអស់លោកនាងកញ្ញាពាក្យឥឡូវគេនិយាយថាពាក្យចចាមអារាមច្រើនតែជារឿងពិតដូច្នេះពិតក្តីមិនពិតក្តីអស់លោកនាងកញ្ញាកុំខ្វល់កុំបារម្ភគ្រាន់តែលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនងជាមួយខ្ញុំបាទតាមរយៈលេខ012 64 5118មួយខ្សែទៀត097 77 62 844បាទអស់លោកនាងកញ្ញាត្រូវតែមានវត្ថុមង្គលដាក់តាមខ្លួនដើម្បីរំដោះឬមួយក៏បញ្ជិះនៅស្រមោលអពមង្គលគ្រោះភយន្តរាយផ្សេងៗនៅតាមដងផ្លូវមិនមែនសុទ្ធតែឆ្នាំរកាទាំងអស់ត្រូវមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ឲ្យតែអ្នកស្លាប់អ្នករបួសសុទ្ធតែឆ្នាំរកាទេគឺមានចម្រុះឆ្នាំទាំង12បាទដូច្នេះមនុស្សយើងគ្រប់រូបតែងតែមានថ្ងៃអន្សាគឺហៅថាថ្ងៃអស់លក្ខបាទមិនមែនឲ្យតែឆ្នាំល្អនោះអត់ដែរចេះកើតអីទេហើយឆ្នាំដែលគេនិយាយថាឆុងនោះសុទ្ធតែកើតទាំងអស់នោះទេអញ្ជើញសួរសម្រងតាមអ្នកកសែតលោមើលថាតើអ្នករបួសអ្នកគ្រោះថ្នាក់អ្នកស្លាប់អ្នកបាត់បង់អាយុជីវិតសុទ្ធតែឆ្នាំរកាទាំងអស់ឬមួយក៏យ៉ាងណាខ្ញុំសូមជម្រាបថាចម្រុះឆ្នាំដូច្នេះមានតែជាវនៅយន្តគ្រប់មុខយន្តការពារខ្លួនឲ្យរួចផុតពីភយន្តរាយផ្សេងយន្តការពារកុំឲ្យអមនុស្សបៀតបៀនយន្តសេរីលៀបប្រមូលលៀបកើនទ្របកន្សែងស្នេហ៍លក់ដូរសម្បូរភ្ញៀវហៅឬជួយឲ្យប្តីប្រពន្ធវិលជួបគ្នាវិញស្រឡាញ់គ្នាទ្វេដងខ្សែកខ្សែដៃចិញ្ចៀនរចនាដោយផ្ចិតផ្ចង់ពីក្របអង្កាំត្បូងថ្មធម្មជាតិសុទ្ធសាធមានពន្លឺចែងចាំងតាមបែបពន្លឺពីធម្មជាតិពិតយន្តសម្រាប់ដាក់ការពារបាទនៅក្នុងរថយន្តដើម្បីបញ្ជាភយន្តរាយផ្សេងឲ្យបានសុខមានយន្តតូចយន្តធំសម្រាប់សុំសេចក្តីសុខនិងសុំលាភសក្ការៈអាចដាក់តាមកាបូបលុយកាបូបធ្វើការតម្លៃសមរម្យអាចចែកជូនអស់លោកអ្នកនាងប្រើបានតាមតម្រូវការគ្រប់ប្រភេទកុំភ័យកុំខ្លាចដោយសារតែខ្លួនមានថវិកាឬមួយមានលុយតិចតួចអីសោះខ្ញុំលោកគ្រូពិជ័យហរាកមាត់ទឹកសុខឧត្តមអាចបំពេញចំណង់ចំណូលចិត្តជូនដល់អស់លោកអ្នកនាងកញ្ញាបានបាទហើយក៏សូមជម្រាបថាអស់លោកអ្នកនាងកញ្ញាជាវរបស់ពីហាងមង្គលទេពមង្គលសួរយើងខ្ញុំក្នុងនាមខ្ញុំជាលោកគ្រូពិជ័យហរាកមាត់ទឹកសុខឧត្តមនឹងត្រូវសូត្រប្រសិទ្ធិជូនដល់អស់លោកអ្នកនាងកញ្ញាភ្លាមតែខ្ញុំសូមជម្រាបខ្ញុំអត់ចេះសូត្រនៅភាសាចិនទេខ្ញុំចេះតែសូត្រនៅគាថាបាលីសំស្ក្រឹតឬមួយក៏គាថាពីចាស់បុរាណតែប៉ុណ្ណោះចំពោះបាលីខាងផ្នែកភាសាចិនខ្ញុំបានអត់ចេះទេឬមួយក៏ភាសាបរទេសពីព្រោះយើងប្រកាន់ខ្ជាប់នៅទំនៀមការកសាងអង្គរវត្តក្តីគឺត្រូវមានគាថាសំស្ក្រឹតយកមកប្រើប្រាស់រហូតដល់បច្ចុប្បន្នភាពនេះបានអស់លោកនាងអញ្ជើញឡើងរុះរាន់ឡើងប្រញាប់ឡើងកុំភ្លេចជួបជាមួយខ្ញុំបាទលោកគ្រូពិជ័យហរាកមាមកទិបសុខឧត្តមបាទតាមរយៈលេខ012 64 51 18មួយខ្សែទៀត097 77 62 844នៅឯខេត្តត្បូងឃ្មុំឬមួយក៏នៅកំពង់ចាមអស់លោកអ្នកនាងអាចជួបជំនួបជាមួយអ្នកគ្រូអ៊ីគឹមសៀងបាទតាមរយៈលេខ088 7គុត8គុត743ទេពមង្គលសួរយើងខ្ញុំមានសាខាយ៉ាងច្រើនជាពិសេសប្រសិនបើអស់លោកអ្នកនាងបាទឬមួយក៏បងប្អូនយុវវ័យឬមួយក៏បងនៅឯប្រទេសកូរ៉េខាងត្បូងអាចទំនាក់ទំនងជួបជាមួយនឹងអ្នកគ្រូដាណែតបានបន្តិចទៀតយើងនឹងលើកយកនៅលេខទូរស័ព្ទរបស់អ្នកគ្រូដាណែតនៅប្រទេសកូរ៉េខាងត្បូងមកចែកជូនដល់អស់លោកអ្នកនាងកញ្ញាដើម្បីពេលដែលអស់លោកនាងកញ្ញាតម្រូវការចង់បានវត្ថុមង្គលបាទអាចជួបជាមួយនឹងអ្នកគ្រូដាណែតបានទេពមង្គលសួរយើងខ្ញុំអាចបំពេញចំណង់ចំណូលចិត្តជូនដល់អស់លោកនាងកញ្ញានៅក្នុងនោះមានដូចជាប្រសិនបើអស់លោកនាងកញ្ញាតម្រូវការចង់រៀបបាយសីដោយប្រការណាមួយគ្រូកំណើតក្តីឬមួយក៏មានកិច្ចផ្សេងអស់លោកនាងកុំភ្លេចអញ្ជើញជួបជាមួយខ្ញុំបាទលោកគ្រូពិជ័យហរាកមាទិបសុខឧត្តមក្នុងនោះផងដែរចង្ក្រានដាំខុសទិសឬមួយក៏ក្នុងចំនួនគ្រួសាររកស៊ីមិនចេះចោះសម្រងជាមួយគ្នាកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយឬមួយក៏ស្វាមីមានការប្រមាថភរិយាឬមួយក៏ភរិយាមានចិត្តគំនិតមិនសូវគោរពស្វាមីបាទអាចអញ្ជើញជួបជាមួយខ្ញុំលោកគ្រូពិជ័យហរាកមាទិបសុខឧត្តមបាន
ហាងទេពមង្គលសួររបស់យើងខ្ញុំមានលក់គ្រប់ប្រភេទនៅត្បូងថ្មធម្មជាតិអង្កាមគ្រប់ប្រភេទមានខ្សែដែលត្រូវបានវិញទៅផ្ទាល់ដៃដើម្បីដាក់នៅបន្តោងរូបព្រះឬមួយក៏រូបបដិមាផ្សេងៗបាទអាចកំងបានគ្រប់ប្រភេទទីហាងរបស់យើងខ្ញុំទេពមង្គលសួរបំរើសេចក្តីត្រូវការជូនដល់អស់លោកនាងកញ្ញាមិនឲ្យខ្នើសចិត្តឡើយបើទោះបីជាមានថវិកាបន្តិចបន្តួចក្តីក៏នីតិយើងហាងយើងខ្ញុំនឹងអាចចែកជូនប្រើដោយបំពេញចំណង់ចំណូលចិត្តមិនឲ្យខកចិត្តខកខានឡើយបាទនៅពេលនេះពេលវេលាបានមកដល់ទីបញ្ចប់ក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់សម្ដេចទ្រង់អ្នកអម្ចាស់អស់លោកគ្រប់សតបណៈទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនសូមជម្រាបថារាសីរបស់ឆ្នាំរកាបាទនាពេលនេះគឺកំពុងតែបោះជំហានឈានឆ្ពោះទៅមុខសម្រាប់ខែកុម្ភៈ2026នេះគឺល្អបង្គួរបាទលេខសំណាងសូមជម្រាបជូនម្ដងទៀត718ក្នុងនោះផងដែរយើងខ្ញុំក៏សូមផ្ញើលើដំណឹងជូនដល់អស់លោកអ្នកនាងកញ្ញាដែលមានស្វាមីភក្តិហើយក៏សូមឲ្យយើងខ្ញុំបាទផ្សាយនៅលេខសំណាងជូនដល់ពួកគាត់ដែលយើងខ្ញុំមានកំហុសដោយអចេតនាដោយពុំបានប្រកល់ជូននៅលេខសំណាងជូនដល់ឆ្នាំឆ្លូវបាទដូច្នេះមានអស់លោកអ្នកនាងដែលកំពុងតែទស្សនាឆ្នាំរបស់ខ្លួនបានខមមិនថាសូមលោកគ្រូផ្ញើនៅលេខសំណាងតាមរយៈឆ្នាំណាមួយមកកាន់នីតិរបស់គ្រប់ឆ្នាំនោះតាមរយៈឆ្នាំឆ្លូវផងដូច្នេះខ្ញុំក៏សូមជម្រាបដល់អស់លោកអ្នកកញ្ញាដែលកើតឆ្នាំឆ្លូវដែលសូមផ្ញើនៅក្នុងឆ្នាំរកានេះផងបាទឆ្នាំឆ្លូវមានលេខសំណាង792បាទ792អាចជួយអស់លោកអ្នកកញ្ញាបាទបំពេញចំណងចំណូលចិត្តលៀបសការៈហើយបាទនិយាយដោយតាមត្រង់ចុះមានអតិថិជនរបស់ខ្ញុំឬមួយក៏កូនសិស្សរបស់ខ្ញុំគ្រាន់តែបានទទួលនៅលេខសំណាងគាត់ចាក់ឆ្នោតត្រូវបាន5លានបាទហើយគាត់ក៏បានផ្ញើថវិកាខ្លះជូនមកឲ្យខ្ញុំបាទដើម្បីជូនដល់អ្នកម្ដាយរបស់ខ្ញុំឧបត្ថម្ភដល់អ្នកម្ដាយរបស់ខ្ញុំក៏សូមជូនពរដល់កូនសិស្សឲ្យជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនដូច្នេះហើយបានជាអស់លោកចង់បានលេខសំណាងតែខ្ញុំសូមឲ្យជម្រាបដោយត្រង់ថាខ្ញុំមិនមែនជាអ្នកដែលត្រូវបញ្ចុះបញ្ចូលឲ្យអស់លោកនាងកញ្ញាប្រព្រឹត្តនៅអំពើល្បែងទេបាទខ្ញុំសូមជម្រាបឲ្យជម្រាបទៀតបាទនេះគ្រាន់តែជាភាពចៃដន្យមួយរបស់កូនសិស្សរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំមិនមែនជាអ្នកអួតអាងដោយគ្រាន់ថាប្រកល់នៅលេខសំណាងជូនអស់លោកនាងយកទៅធ្វើអ្វីមួយនោះហើយនឹងត្រូវបានឈ្នះនៅល្បែងទាំងនោះទេបាទសូមខន្តីអភ័យទោសហើយក៏សូមជូនពរដល់អស់លោកនាងកញ្ញាជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនបាទចង់បានរបស់ប្រើស័ក្តិសិទ្ធិចង់ជួបគ្រូពិតប្រាកដបាទគ្រូពិតប្រាកដមានន័យថាម៉េចបាទមានន័យថាមិនមែនមកដល់កូនសិស្សមកដល់ចាប់ដើមសួរថាមកមើលរឿងអ្វីឥឡូវប្រាប់ឲ្យអស់មកប្រាប់គ្រូអស់មកហើយចាំគ្រូស្ដាប់ហើយចាំគ្រូប្រាប់ទៅវិញដូច្នេះមិនមែនមកមើលហៅទេគឺមកប្រាប់រឿងដល់ហៅខ្ញុំអត់អញ្ចឹងទេខ្ញុំសូមជម្រាបប្រកាសដាច់អហង្ការបើចង់មកទូទាយជោគជតារិស័យសូមប្រាប់តែពីរលក្ខខណ្ឌបានហើយឬមួយក៏3លក្ខខណ្ឌទី1ថតនៅបាតដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុងបន្ទាប់មកលក្ខខណ្ឌទី2គឺថ្ងៃខែឆ្នាំកំណើតទី3គ្រាន់តែប្រាប់ថារៀបការបើសិនជាខ្លួនមានគ្រួសារប្រាប់ថារៀបការនៅអាយុប៉ុណ្ណានោះជាការស្រេចតែប៉ុណ្្នឹងទេបើក្រៅពីនោះនៅឲ្យស្ងៀមហើយបើខ្ញុំនេះទាយឬមកក៏មើលទៅខុសសូមនិយាយថាលោកគ្រូទីខុសមើលខុសហើយខ្ញុំរងចាំការស្ថាបនាពីគុណពីអស់លោកអ្នកនាងក្នុងន័យសច្ចធម៌យុត្តិធម៌ជានិច្ចបាទជម្រាបលាអរគុណ